អំពីសមភាព gender ដើម្បីសង្គមខ្ញុំបាទហ៊ួនផនសូមជម្រាបសួរលោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍លោកអ្នកនាងមកទស្សនាការជជែកអំពីសមភាព gender ដើម្បីសង្គមលោកអ្នកនឹងបានទស្សនានៅទស្សនៈរបស់សាធារណជនទាក់ទងនឹងសមភាព gender ដើម្បីសង្គមទៅលើស្ត្រីដែលបានជួបប្រទះនូវបញ្ហាប្រឈមនិងការចូលរួមការងារក្នុងសង្គមរបស់ស្ត្រី gender ដែលដឹងឮគេនិយាយដែរក៏ប៉ុន្តែវាអត់ចងចាំដឹងថា gender ហ្នឹងជាស្ត្រីនិងបុរសហ្នឹងវាមានសិទ្ធិស្មើគ្នាវាដឹងថាអញ្ចឹង gender ស្ត្រីយើងតាមពិតយើងឲ្យតម្លៃគេឲ្យតម្លៃយើងគឺភាពស្មើគ្នាអត់តែយើងឲ្យតម្លៃចំពោះគ្នាគិតដល់ចំពោះគ្នាអាហ្នឹងយើងអត់អាចចង់និយាយថាយើងអត់អាចលំនុកពៀនលើការទុកចិត្តលើអ្នកដទៃទេ រាល់សកម្មភាពទាំងឡាយដែលបុរសមានសិទ្ធិធ្វើនៅក្នុងសង្គមពីសម័យកាលដើមមកតែស្ត្រីក៏អត់មានសិទ្ធិនៅក្នុងការសម្រេចចិត្តអត់មានក្នុងការចូលរួមនៅបច្ចុប្បន្ននេះគឺស្ត្រីគាត់មានសិទ្ធិពេញលេញនៅក្នុងការទទួលបានសកម្មភាពទាំងអស់ហ្នឹងដើម្បីបម្រើសង្គមរបស់យើងតែចំពោះស្ត្រីនិងបុរសមានសិទ្ធិស្មើគ្នាបុរសរៀនបានស្ត្រីក៏រៀនបានដែរបុរសធ្វើការបានស្ត្រីក៏ធ្វើការបានដែរអញ្ចឹងខ្ញុំអត់ដែរថាបុរសខ្លាំងជាងស្ត្រីខ្លាំងជាងទេការជជែកអំពីសមភាព gender ដើម្បីសង្គមកូនស្រីអត់យ៉ាងណាក៏គាត់ចង់ទៅកញ្ញារៀមស្រីពេជ្ររតនាគឺជាកូនស្រីកសិករក្នុងខេត្តកំពង់ធំដែលមានបងប្អូនចំនួន3នាក់នាងគឺជាកូនទី2នាងបានពុះពៀតស៊ូរៀនសូត្រទោះបីជាក្រុមគ្រួសារម្ដាយឪពុកនាងមិនផ្ដល់ថវិកាដល់នាងបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យយ៉ាងណាក៏ដោយក៏នាងនៅតែខំជំនះមករៀនបន្តនៅភ្នំពេញរហូតដល់ឆ្នាំទី2នៃមុខវិជ្ជាច្បាប់នៅពេលនាងបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យនៅភ្នំពេញនាងបានធ្វើការជាបុគ្គលិកលក់ដូរនៅផ្សារទំនើបនិងមើលថែទាំក្មេងដើម្បីដូរជាមួយនឹងអាហារ3ពេលនាងចូលចិត្តការងារសង្គមតាំងពីថ្នាក់អនុវិទ្យាល័យនាងខិតខំប្រឹងប្រែងរៀនសូត្រនិងបានជួយការងារផ្ទះផងដែររតនាតចរិតគាត់ស្លូតបោប្រឹងការរៀនសូត្រហើយគាត់ចូលចិត្តខាងសង្គមតាំងពីថ្នាក់ទី9អញ្ចឹងគាត់ចូលចិត្តរៀនសូត្រមែនតើហើយការងារផ្ទះជួយម៉ែអីទៅបានតិចតិចទេគឺគ្រូហៅទៅខាងរើសរាមរើអីទៅជួយខាងបរិស្ថានអញ្ចឹងណាបាទទៅសម្អាតទីផ្សារគាត់ជាមនុស្សអាចជួយខ្លួនឯងបានហើយគាត់មានភាពរឹងមាំហើយនិយាយរួមខ្ញុំថាអត់ឲ្យរៀនតទេយើងខ្វះពេកប៉ុន្តែគាត់ចេះតែចង់ទៅសាលាចង់ទៅរៀនគាត់ស៊ីឈ្នួលគេមិនក៏គាត់ទៅដែរហើយបើឲ្យគាត់ឈប់អញ្ចឹងគាត់ថាគាត់ជួយអត់បានទេហើយបើឲ្យគាត់ឈប់គាត់អត់មានមុខរបរឲ្យគាត់អញ្ចឹងគាត់ជួយអត់បានគាត់សុំទៅរៀនម៉ោង5បានគាត់ទៅចូលរៀនអញ្ចឹងថ្ងៃគាត់ធ្វើការគេដូចជាមើលកូនលក់តាមទីផ្សារអញ្ចឹងទៅគាត់យកដោះស្រាយជីវភាពរៀនអញ្ចឹងខ្ញុំមិនដែលបានផ្ញើអីទេស្រីពេជ្ររតនាបានចូលរួមការងារសង្គមជាច្រើនដូចជាការចែកអំណោយជូនក្មេងៗការចែករំលែកការរៀនសូត្រពង្រឹងសមត្ថភាពយុវជនដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិតស៊ូមតិនិងរកយុត្តិធម៌ដើម្បីសង្គមបន្ទាប់ពីចូលរួមការងារសង្គមមួយរយៈក្រោយមកស្រីពេជ្ររតនាបានក្លាយជាអគ្គលេខាធិការសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរដែលការិយាល័យសមាគមនេះត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបិទនៅថ្ងៃទី18ខែសីហាឆ្នាំ2024និងឃាត់ខ្លួនសមាជិកចំនួន4នាក់ក្នុងនោះមានកញ្ញារៀមស្រីពេជ្ររតនាផងដែរស្រីពេជ្ររតនាជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនអ្នកផ្សេងទៀតដែលត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ដែលអាចមានទោសជាប់ពន្ធនាគារពីរយៈពេល5ឆ្នាំដល់10ឆ្នាំប្រសិនបើរកឃើញថាបានប្រព្រឹត្តកំហុសនិយាយរួមខ្ញុំនៅស្រុកស្រែនេះអត់សូវដឹងពីព័ត៌មានអីសោះស្រាប់តែលឺសូរថាចាប់បដ ாய் ប៉ុន្តែគាត់បើតាមនេះគាត់អាសានិយាយពីខាងសង្គមអញ្ចឹងខាងបរិស្ថានអញ្ចឹងគាត់អាសានិយាយដល់ពេលគេចាប់ខ្លួននេះអត់ដឹងរឿងអីទេចាប់តាំងពីគេចាប់ខ្លួនកូនខ្ញុំមកពីសេដ្ឋកិច្ចរកអីមិនបានហើយអត់មានអីទៅកូនទៀតដូចទៅនិយាយរួមពិបាកគាត់គង់គ្រួសារសូមឲ្យដោះលែងកូនខ្ញុំទៅកុំឲ្យទុកយូរពេកគ្រួសារខ្ញុំក្រណាលំបាកណាស់ហើយកូននេះក៏គ្មានលុយសិក្សាដែរហើយកូនខ្ញុំធ្លាប់នៅជាមួយខ្ញុំជួយឲ្យរាជរដ្ឋាភិបាលជួយដោះលែងទៅខ្ញុំសុំវល់ទៅ ម្ដាយស្រីពេជ្ររតនា
ក៏បានស្នើសុំដល់រដ្ឋាភិបាលឲ្យដោះលែងកូនស្រីរបស់គាត់ឲ្យមានសេរីភាពឡើងវិញការចូលរួមចំណែករបស់ស្ត្រីនៅក្នុងសង្គមមានសារៈសំខាន់ណាស់ លោកបណ្ឌិតសេងសុវត្ថនានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកមើលឃើញថាប៉ុន្មានឆ្នាំមកនេះស្ត្រីនៅកម្ពុជាមានភាពសកម្មច្រើនទាំងនៅទីក្រុងនិងជនបទដោយចូលរួមយ៉ាងសកម្មទៅលើការងារសង្គមការការពារធនធានធម្មជាតិការលើកកម្ពស់សិទ្ធិសេរីភាពសិទ្ធិស្ត្រីក៏ដូចជាសិទ្ធិសេរីភាពរបស់ជនជាតិដើមភាគតិចស្ត្រីបានបំពេញតួនាទីរបស់គាត់ជាអ្នកផ្សះផ្សានិងជួយសម្របសម្រួលសហគមន៍ដែលរងផលប៉ះពាល់បញ្ហាដីធ្លីធនធានធម្មជាតិនៅក្នុងដំណើរការអភិវឌ្ឍសង្គមសម្រាប់ស្ត្រីនៅថ្នាក់មូលដ្ឋានធ្វើការងារនៅក្នុងកម្រិតសង្កាត់គាត់បានចូលរួមបំពេញតួនាទីជាអ្នកដឹកនាំចូលរួមធ្វើការងារសម្រេចចិត្តក្នុងមូលដ្ឋានមួយចំនួនផងដែរប៉ុន្តែការចូលរួមក្នុងកិច្ចការសង្គមនិងកិច្ចការនយោបាយរបស់ស្ត្រីក្នុងការសម្រេចចិត្តផ្សេងៗទាំងនៅក្នុងគ្រួសារនិងសហគមន៍សម្លេងស្ត្រីនៅមានកម្រិតតិចតួចនៅឡើយចំពោះធនធានចំណេះដឹងនិងជំនាញក៏នៅមានបញ្ហាប្រឈមមិនអាចផ្ដល់ឱកាសស្មើគ្នាផងដែរការចូលរួមនៅក្នុងកិច្ចការសង្គមក៏ដូចជាកិច្ចការនយោបាយរបស់ស្ត្រីរួមទាំងការសម្រេចចិត្តផ្សេងៗទាំងនៅក្នុងក្រុមគ្រួសារនៅក្នុងសហគមន៍យើងឃើញថាចំនួនស្ត្រីមានតិចមែនតើហើយការប្រឈមទៅនឹងធនធានជំនាញចំណេះដឹងផ្សេងៗដែលគឺថាมันបានទួលឱកាសនៅក្នុងភាពស្មើគ្នានៅក្នុងសង្គមជាពិសេសហ្នឹងការគ្រប់គ្រងផ្នែកគោលនយោបាយនិងផ្លូវច្បាប់ផងដែរនេះជារឿងចាំបាច់ហើយយើងត្រូវតែលើកកម្ពស់ឲ្យស្ត្រីមានលទ្ធភាពនិងឱកាសក្នុងការចូលរួមនៅក្នុងការសម្ដែងមតិយោបល់ប្រើប្រាស់សិទ្ធិរបស់គាត់ស្របទៅតាមគោលនយោបាយរបស់ជាតិនិងគោលនយោបាយសិទ្ធិមនុស្សអន្តរជាតិនេះជាចំណុចសំខាន់នៅក្នុងការបំពេញតួនាទីរបស់ស្ត្រីយើងក៏ចង់ឃើញស្នាមញញឹមរបស់ស្ត្រីនៅក្នុងឱកាសមួយដែលគាត់អាចប្រើប្រាស់សិទ្ធិជាការសម្រេចចិត្តរបស់គាត់ជាក់ស្ដែងគឺសមភាព gender គឺនៅមានកម្រិតនៅឡើយអ្នកស្រីម៉ៅម៉ាត់នាយិកាអង្គការក្លាហានអ្នកស្រីបានធ្វើការតាក់ទងជាមួយនឹងស្ត្រីនៅអង្គការសង្គមស៊ីវិលជិត20ឆ្នាំអ្នកស្រីបានមើលឃើញថាសមភាព gender នៅកម្ពុជានៅតែមានកម្រិតនៅឡើយហើយក៏មានការរើសអើងនៅក្នុងការពង្រឹងស្ត្រីនិយមលើកកម្ពស់សមភាព gender ផ្សេងៗទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់ភាគីពាក់ព័ន្ធដូចជារដ្ឋាភិបាលតាមរយៈក្រសួងកិច្ចការនារីដែលបានខិតខំបង្កើតឲ្យមានគោលនយោបាយជាតិស្ដីអំពីការលើកកម្ពស់សមភាព gender ឬក៏ការទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រីក៏ដោយជាក់ស្ដែងយើងឃើញថាសមភាព gender និងការសម្រេចចិត្តរបស់ស្ត្រីនៅតែមានកម្រិតនៅឡើយទាំងតំណាងស្ត្រីវិស័យកិច្ចការសាធារណៈវិស័យសារព័ត៌មាននិងតំណាងរាស្ត្រជាដើមអំពើហិង្សាផ្អែកទៅលើ gender នៅតែបន្តកើតមានជាពិសេសពីដៃគូស្និទ្ធស្នាលរីឯឱកាសរកយុត្តិធម៌ក៏នៅមានកម្រិតចំណាយផ្នត់គំនិតមួយចំនួននៅតែជាឧបសគ្គរារាំងយើងឃើញថាអំពើហិង្សាផ្អែកលើ gender ហ្នឹងគឺនៅតែបន្តកើតមានជាពិសេសពីដៃគូស្និទ្ធស្នាលអីផ្សេងៗហើយឱកាសនៅក្នុងការស្វែងរកយុត្តិធម៌សម្រាប់ពួកគាត់ហ្នឹងក៏នៅមានកម្រិតដែរពេលដែលយើងចូលរួមសកម្មភាពយ៉ាងសកម្មក្នុងការលើកកម្ពស់សិទ្ធិស្ត្រីការពារទៅដល់ស្ត្រីដែលទទួលរងនឹងការបំពានហ្នឹងយើងក៏បានទទួលនឹងការគម្រាមកំហែងតាមរូបភាពផ្សេងមួយចំនួនដែរហើយយើងក៏មានប្រឈមនឹងការរើសអើងនៅពេលដែលគេឃើញយើងធ្វើការងារជាពិសេសតាក់ទងជាមួយនឹងការពង្រឹងចលនាស្ត្រីនិយមលើកកម្ពស់សមភាព gender អីផ្សេងមានការលើកឡើងរបៀបជាភាសាបែបចំអបែបរើសអើងមកយើងអីចឹងណាគឺសូមលើកទឹកចិត្តទៅឲ្យយុវជនដែលជាស្ត្រីទោះបីជាយើងបច្ចុប្បន្ននេះវាអាចនឹងមានបញ្ហាប្រឈមតិចតួចក្នុងការចូលរួមនៅក្នុងកិច្ចការងារសង្គមកិច្ចការងារនយោបាយអីផ្សេងប៉ុន្តែបើសិនជាយើងនៅស្ងៀមហើយយើងអត់ចូលរួមទាំងអស់គ្នាទេគឺបញ្ហាគឺវានៅតែបន្តបែបហ្នឹងអញ្ចឹងការចូលរួមរបស់យើងទាំងអស់គ្នាគឺវាមានសារៈសំខាន់ទី1គឺបង្ហាញអំពីសក្តានុពលរបស់ខ្លួនយើងទី2គឺយើងបានរួមចំណែកជួយទប់ស្កាត់ជួយកែប្រែនៅបញ្ហាដែលបានកើតមាននៅក្នុងប្រទេសកម្ពុជាយើងសម្រាប់ខ្លួនយើងផ្ទាល់សម្រាប់ក្មេងៗជំនាន់ក្រោយរបស់យើងផងដែរចា៎អរគុណការជជែកអំពីសមភាព gender ដើម្បីសង្គម
យោងតាមនារីរតនៈទី6នៃផែនការយុទ្ធសាស្ត្រដើម្បីលើកកម្ពស់សមភាព Gender និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីឆ្នាំ2024ដល់ឆ្នាំ2028បានបញ្ជាក់ថារាជរដ្ឋាភិបាលបានបន្តការលើកកម្ពស់សមភាព Gender និងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យជាអត្តភាពក្នុងរបៀបវិរៈនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌សមធម៌និងបរិយាបន្នដែលក្នុងនោះស្ត្រីគឺជាស្នូលតាមរបាយការណ៍របស់អង្គការសង្គមស៊ីវិលនៅក្នុងដំណើរការពិនិត្យជាសកលតាមការកំណត់ UPR នៅជុំទី4បានបង្ហាញពីបញ្ហាប្រឈមផ្សេងៗចំនួន3 1កម្ពុជាមិនមានគោលនយោបាយនិងច្បាប់ជាលិលាអក្សរដើម្បីតម្រូវឲ្យស្ត្រីមានចំនួនច្រើនចូលរួមក្នុងតួនាទីជាអ្នកដឹកនាំនិងបេក្ខជន 2. កង្វះឆន្ទៈនយោបាយរបស់គណៈបកនយោបាយជាពិសេសគណៈបកដែលមានសក្តានុពលខ្ពស់និងកង្វះការបដិញ្ញាចិត្តខ្ពស់របស់មេដឹកនាំក្នុងការលើកកម្ពស់សមភាព Gender ក្នុងនយោបាយនិងកម្រិតការសម្រេចចិត្តបញ្ហាហិរញ្ញវត្ថុគឺជាឧបសគ្គដ៏ធំបំផុតមួយសម្រាប់ស្ត្រីក្នុងការចូលរួមនយោបាយ 3. សកម្មជនគណៈបកនយោបាយជាស្ត្រីនិងអ្នកនយោបាយជាស្ត្រីបន្តប្រឈមនឹងការរើសអើងអំពើហិង្សាគ្រប់ទម្រង់និងការរារាំងការចូលរួមក្នុងសកម្មភាពនយោបាយក៏ដូចជាការទទួលបានយុត្តិធម៌ Gender ព្រមទាំងអត្ថប្រយោជន៍នៃការចូលរួមក្នុងនយោបាយរបស់ពួកគេគ្រប់ភាគីពាក់ព័ន្ធទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងជាច្រើនទៀតដើម្បីឆ្លើយតបបញ្ហាប្រឈមពាក់ព័ន្ធនឹងសមភាព Gender